កិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចេញជាលទ្ធផលហើយពិភពលោកកាន់តែតក់ស្លុតជាងមុនខណៈបទឈប់បាញ់រយៈពេល2សប្តាហ៍ត្រូវបានបរាជ័យអាមេរិកបានដាក់អវសានវិធានចុងក្រោយឲ្យអ៊ីរ៉ង់ដោយលោកដូណាល់ត្រាំបានគម្រាមប្រើកម្លាំងយោធាបិទផ្លូវទឹកទាំងអស់របស់អ៊ីរ៉ង់ចំណែកឯនៅលីបង់វិញការបង្ហូរឈាមគ្នាកាន់តែសាហាវជាងមុនអនុញ្ញាតគោរពជំរាបសួរបងប្អូនប្រិយមិត្តរបស់ Channel ចង់នឹងទេជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗជុំវិញពិភពលោកនៅក្នុងវីដេអូនេះផងដែរខ្ញុំបាទសូមលើកយកនៅព្រឹត្តិការណ៍អាប់ដេតចុងក្រោយបំផុតដែលបងប្អូនប្រិយមិត្តទេសនិកជនកំពុងតែចង់ដឹងអំពីស្ថានភាពនៅមជ្ឈមបូព៌ាជាពិសេសលទ្ធផលនៃកិច្ចប្រជុំចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានគួរឲ្យសោកស្ដាយជាលទ្ធផលចុងក្រោយនៃកិច្ចប្រជុំរយៈពេល24ម៉ោងត្រូវបានបញ្ចប់ដោយភាពឯកោជាទីបំផុតខណៈពេលដែលអាមេរិកនិងអ៊ីរ៉ង់មិនបានយល់ស្របទៅលើចំណុចរួមគ្នាដែលធ្វើឲ្យកិច្ចចរចានេះកាន់តែបង្កើននៅកម្ដៅថែមមួយកម្រិតទៀតហើយនឹងត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំរវាងភាគីអាមេរិកនិងអ៊ីរ៉ង់សូម្បីតែនៅលីបង់ក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជាទីបំផុតខណៈពេលដែលអ៊ីស្រាអែលកំពុងតែបើកការវាយប្រហារទៅលើលីបង់ឥតឈប់ឈរស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយនេះត្រូវបានគេសង្ស័យថាអាចនឹងឈានដល់សង្គ្រាមដ៏ធំមួយដែលប្រវត្តិសាស្ត្រមិនធ្លាប់ជួបតតែសោះដើម្បីជ្រាបច្បាស់អំពីព្រឹត្តិការណ៍ពឹស្ដារសូមគោរពអញ្ជើញបងប្អូនប្រិយមិត្តទេសនិកជនតាមដានទស្សនាជាមួយខ្ញុំពេញចិត្តវីដេអូនេះកុំភ្លេចចុច like comment និង share subscribe ដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានជារៀងរាល់ថ្ងៃពិភពលោកទាំងមូលបានធ្លាក់ចូលទៅក្នុងភាពតានតឹងដ៏ស្រួចស្រាលបំផុតនាថ្ងៃអាទិត្យទី12ខែមេសាឆ្នាំ2026នេះបន្ទាប់ពីកិច្ចចរចាសន្តិភាពម៉ារ៉ាតុងរយៈពេល21ម៉ោងនៅទីក្រុងអ៊ីស្លាមាបាតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់ភាពជាប់គាំងនិងការបែកបាក់គ្នាជាផ្លូវការខណៈដែលអនុប្រធានាធិបតីលោក JD Vance បានសម្រេចចិត្តចាកចេញពីប្រទេសប៉ាគីស្ថានភ្លាមៗទាំងកណ្ដាលអាត្រាតដោយបានប្រកាសយ៉ាងច្បាស់ថាមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើយពីព្រោះអ៊ីរ៉ង់បានបដិសេធមិនព្រមទទួលយកលក្ខខណ្ឌដែលសហរដ្ឋអាមេរិកចាត់ទុកថាជាការផ្ដល់ជូនចុងក្រោយនិងល្អបំផុតរបស់ខ្លួនដែលស្ថានភាពនេះកំពុងតែរុញច្រានតំបន់មជ្ឈមបូព៌ាឲ្យខិតជិតទៅរកមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាថ្មីម្ដងទៀតបន្ទាប់ពីការចាកចេញយ៉ាងប្រញាប់ប្រញាល់របស់គណៈប្រតិភូអាមេរិកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអែលបាហ្គេបានចេញមុខមកបន្ធូរបន្ថយសភាពការដោយអះអាងថាទោះបីជាមិនទាន់មានការចុះហត្ថលេខាក៏ដោយប៉ុន្តែភាគីទាំងពីរបានឈានទៅដល់ការយោគយល់គ្នាទៅលើបញ្ហាជាច្រើនដោយនៅសេសសល់តែចំណុចខ្វែងគំនិតគ្នាសំខាន់ៗចំនួន2ទៅ3ប៉ុណ្ណោះលោកបាហ្គេបានសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់គួររំពឹងថាវិបត្តិដែលកើតឡើងពីការមិនទុកចិត្តគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍អាចដោះស្រាយបានត្រឹមតែកិច្ចប្រជុំមួយលើកនោះទេជាពិសេសនៅពេលដែលការចរចានេះបានធ្វើឡើងនៅក្នុងបរិយាកាសនៃសង្គ្រាមដែលអូសបន្លាយអស់រយៈពេល40ថ្ងៃកន្លងមកនេះប៉ុន្តែអ៊ីរ៉ង់នៅតែរក្សាបំណងចង់បន្តទំនាក់ទំនងការទូតជាមួយនឹងប៉ាគីស្ថាននិងមិត្តភ័ក្តិនៅក្នុងតំបន់ដទៃទៀតដើម្បីស្វែងរកច្រកចេញទន្ទឹមទៅនឹងការអះអាងពីភាគីអ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទីក្រុងតេហេរ៉ង់បានបង្ហើបឲ្យដឹងថាចំណុចរាំងស្ទះដ៏ធំដែលធ្វើឲ្យកិច្ចចរចាជាប់គាំងគឺមកពីការទាមទារដែលអ៊ីរ៉ង់ចាត់ទុកថាវាហួសហេតុនិងមិនសមហេតុផលពីសំណាក់ទីក្រុងវ៉ាស៊ីនតោនជាពិសេសពាក់ព័ន្ធជាមួយនឹងសិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការគ្រប់គ្រងច្រកសមុទ្រអកម៉ូសប្រភពជិតស្និទ្ធនឹងអ្នកចរចាអ៊ីរ៉ង់បានប្រមានយ៉ាងដាច់អហង្ការថាគ្មានអ្វីនឹងផ្លាស់ប្ដូរនៅក្នុងច្រកសមុទ្រអកម៉ូសនោះឡើយលុះត្រាតែសហរដ្ឋអាមេរិកយល់ព្រមទៅលើកិច្ចព្រមព្រៀងផ្ដល់អត្ថប្រយោជន៍ស្របច្បាប់ទៅដល់អ៊ីរ៉ង់ខណៈដែលពួកគេបានចោទប្រកាន់ថាអាមេរិកគ្រាន់តែមកទុកចរចាដើម្បីស្រឡាញ់មុខមាត់លើឆាកអន្តរជាតិប៉ុន្តែមិនមានឆន្ទៈពិតប្រាកដនៅក្នុងការបន្ទាបនៅការរំពឹងទុករបស់ខ្លួនឡើយស្របពេលដែលការទូតនៅប៉ាគីស្ថានកំពុងតែប្រឈមទៅនឹងភាពបរាជ័យស្ថានភាពលើសមរភូមិជាក់ស្ដែងនៅក្នុងប្រទេសលីបង់បានផ្ទុះឡើងកាន់តែសាហាវដោយយោធាអ៊ីស្រាអែលបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធប់ទៅលើភាគខាងត្បូងនៃប្រទេសលីបង់បើទោះបីជាមានការប្រកាសបទឈប់បាញ់បណ្ដោះអាសន្នក៏ដោយរបាយការណ៍បានបង្ហាញអំពីសោកនាដកម្មដ៏រន្ធត់បំផុតនៅក្នុងទីក្រុងទៀបដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលរួមជាមួយនឹងទីក្រុងម៉ារ៉ូកបានសម្លាប់មនុស្ស6នាក់បន្ថែមទៀតភ្លាមៗខណៈដែលការវាយប្រហារមួយផ្សេងទៀតបានប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារទ្វេដងដោយបានសម្លាប់មនុស្ស13នាក់ដែលនៅក្នុងនោះរួមមានទាំងគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលបានចុះទៅជួយជនរងគ្រោះនៅក្នុងរលកទី1ក៏ត្រូវបានស្លាប់បាត់បង់អាយុជីវិតក្នុងរយៈពេលតែប៉ុន្មានវិនាទីក្រោយប៉ុណ្ណោះបន្ថែមលើពីនេះក្រុមឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានផ្ទៀងផ្ទាត់និងអះអាងថាអ៊ីស្រាអែលបានប្រើប្រាស់ភស្តុតាងពណ៌សនៅក្នុងការវាយប្រហារទៅលើលីបង់ដែលបង្កឲ្យមានការឈឺចាប់និងវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៅដល់ជនស៊ីវិលខណៈដែលប្រជាជនជាង1លាននាក់កំពុងតែស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមនិងរត់ភៀសខ្លួនចេញពីផ្ទះសម្បែងជាបន្តបន្ទាប់ក្នុងពេលជាមួយគ្នានោះបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំនៅតាមដងផ្លូវទីក្រុងបេរូតដើម្បីប្រឆាំងទៅនឹងគម្រោងនៃកិច្ចចរចាដោយផ្ទាល់ជាមួយនឹងមន្ត្រីអ៊ីស្រាអែលដោយពួកគេចាត់ទុកថាគឺជាការចរចានៅក្រោមការគំរាមកំហែងនៃគ្រាប់បែកគឺជាការបន្ទាបខ្លួននិងមិនអាចទទួលបានឡើយដែលនេះបានបង្ខំឲ្យនាយករដ្ឋមន្ត្រីលីបង់សម្រេចចិត្តពន្យាពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយងាកត្រឡប់មកវិញនៅប្រតិកម្មពីម្ចាស់ផ្ទះនៃការចរចារដ្ឋាភិបាលប៉ាគីស្ថានតាមរយៈរដ្ឋមន្ត្រីការបរទេសលោកអ៊ីសាដាបានទទូចយ៉ាងខ្លាំងក្លាឲ្យទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់រក្សាការបដិញ្ញាចិត្តចំពោះបទឈប់បាញ់បើទោះបីជាមានការចរចាត្រូវបានបញ្ចប់ដោយគ្មានលទ្ធផលក៏ដោយប៉ាគីស្ថានបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំគូចំនួនមកអង្គុយទល់មុខគ្នាហើយបានបញ្ជាក់ថាខ
ខ្សែទំនាក់ទំនងការទូតមិនត្រូវបានបិទទាំងស្រុងនោះទេប៉ុន្តែអ្វីដែលលោកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូបន្តទម្លាក់ក្របបែកលើទីក្រុងបេរុតនៅក្នុងកំឡុងពេលចរចាត្រូវបានគេមើលឃើញថាគឺជាការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដ៏ទន់ភ្លន់ទាំងនេះដែលនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិចំណែកឯនៅសហរដ្ឋអាមេរិកឯនោះវិញបើទោះបីជាប្រធានាធិបតីដូណាល់ត្រាំមិនទាន់ប្រើសេចក្តីថ្លែងការណ៍ផ្លូវការអំពីការបរាជ័យនៃការចរចានេះក៏ដោយប៉ុន្តែលោកបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសូសលដោយបានចែករំលែកអត្ថបទមួយដែលពិភាក្សាអំពីសัญลักษณ์បៀរបស់លោកដូណាល់ត្រាំក្នុងការប្រើប្រាស់កងទ័ពជើងទឹកដើម្បីបិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមធ្វើសម្បទានសកម្មភាពនេះត្រូវបានគេមើលឃើញថាគឺជាការគំរាមកំហែងផ្នែកយោធាដ៏ធ្ងន់ធ្ងរមួយដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់នៅតែបន្តគ្រប់គ្រងច្រកសមុទ្រអកមុខដែលជាចំណុចស្លាប់រស់នៃសេដ្ឋកិច្ចពិភពលោកនិងជាមូលហេតុធ្វើឲ្យទីផ្សារភាគហ៊ុនអាមេរិកបន្តធ្លាក់ចុះនិងតម្លៃប្រេងឡើងថ្លៃនាពេលបច្ចុប្បន្នជាមួយគ្នានេះផងដែរក្រុមអ្នកវិភាគនៅទីក្រុង Washington បានកត់សម្គាល់ថាទោះបីជាលោក Donald Trump បង្ហាញភាពរងើយកន្តើយជាសាធារណៈចំពោះការសម្រេចបាននៅកិច្ចព្រមព្រៀងក៏ដោយប៉ុន្តែការពិតទៅកំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងដោយសារតែសង្គ្រាមនេះមិនមានប្រជាប្រិយភាពនៅក្នុងចំណោមពលរដ្ឋអាមេរិកឡើយខណៈដែលចំណាត់ថ្នាក់គាំទ្ររបស់លោកបានធ្លាក់ចុះយ៉ាងគំហុកការបញ្ជូនលោក JD Vance ឲ្យមកចរចាដោយផ្ទាល់នៅប៉ាគីស្ថានគឺជាសញ្ញាបង្ហាញថាសហរដ្ឋអាមេរិកពិតជាចង់ឲ្យមានដំណោះស្រាយប៉ុន្តែភាពស្មុគស្មាញនៃបញ្ហានុយក្លេអ៊ែរដែលត្រូវការពេលវេលាច្រើនឆ្នាំដើម្បីចរចាពីមុនមកមិនអាចដោះស្រាយនៅក្នុងរយៈពេលតែ24ម៉ោងប៉ុណ្ណោះទេជាពិសេសនៅពេលដែលលក្ខខណ្ឌដែលអាមេរិកដាក់ឲ្យអ៊ីរ៉ង់នាពេលនេះគឺវាតឹងរឹងជាងកិច្ចព្រមព្រៀងឆ្នាំ2015ឆ្ងាយណាស់ស្របពេលដែលភាពតានតឹងកំពុងតែកើនឡើងកងកម្លាំងហេបូឡានៅក្នុងប្រទេសលីបង់ក៏បានចេញមុខមកប្រកាសវាយប្រហារសងសឹកឡើងវិញភ្លាមៗដោយពួកគេបានអះអាងថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទាហានអ៊ីស្រាអែលនៅក្នុងការតាំងលំនៅជីរ៉នភាគខាងជើងនៃប្រទេសអ៊ីស្រាអែលក្នុងសេចក្តីថ្លែងការណ៍តាមរយៈ Telegram ក្រុមហេបូឡាបានសបបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពយោធារបស់ពួកគេនឹងនៅតែបន្តដរាបណាការឈ្លានពានរបស់អ៊ីស្រាអែលនិងអាមេរិកប្រឆាំងទៅនឹងប្រជាជនលីបង់មិនទាន់ត្រូវបានបញ្ឈប់ដែលនេះបង្ហាញឲ្យឃើញថាសង្គ្រាមនៅសមរភូមិជាក់ស្ដែងមិនត្រឹមតែមិនថមថយតាមរយៈតុចរចានោះទេប៉ុន្តែវាកំពុងតែវិវត្តទៅរកដំណាក់កាលកាន់តែគ្រោះថ្នាក់ក្រឡេកទៅមើលប្រតិកម្មពីមហាអំណាចតំបន់ផ្សេងៗរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបរាជ័យនៃកិច្ចចរចានៅទីក្រុងអ៊ីស្លាមាបាតដោយលោកស្រីបានជំរុញឲ្យភាគីទាំងពីរវិលត្រឡប់មកកាន់តុចរចាវិញជាបញ្ហាអាទិភាពបំផុតដើម្បីជៀសវាងការចំណាយអាយុជីវិតកាន់តែច្រើនឡើងនិងដើម្បីការពារសេដ្ឋកិច្ចពិភពលោកពីការដួលរលំមិនត្រឹមតែអូស្ត្រាលីប៉ុណ្ណោះទេសូម្បីតែសម្ព័ន្ធមិត្តដទៃទៀតនៅក្នុងតំបន់ក៏កំពុងតែបង្ហាញនូវការព្រួយបារម្ភថាប្រសិនបើបទឈប់បាញ់មិនត្រូវបានរក្សាឲ្យខ្ជាប់ខ្ជួននោះទេតំបន់មជ្ឈមបូព៌ាទាំងមូលនឹងត្រូវឆាបឆេះដោយអណ្ដាតភ្លើងសង្គ្រាមដែលគ្មាននរណាអាចគ្រប់គ្រងបានឡើយទោះបីជាគណៈប្រតិភូរបស់អ៊ីរ៉ង់រួមមានប្រធានសភាលោកមហាម៉ាត់បាហ្គឺកាលីបាបនិងរដ្ឋមន្ត្រីការបរទេសលោកអាបាហារ៉ាជីក៏បានចាក់ចេញពីប៉ាគីស្ថានត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់វិញយ៉ាងណាក៏ដោយប៉ុន្តែផ្នែកទាំងអស់របស់ពិភពលោកនាពេលនេះកំពុងតែសម្លឹងមើលទៅកាន់សេតវិមាននៅក្នុងទីក្រុង Washington ដើម្បីរងចាំមើលថាតើលោកប្រធានាធិបតី Donald Trump នឹងសម្រេចចិត្តបន្តផ្លូវការទូតពីចម្ងាយឬក៏លោកនឹងសម្រេចចិត្តទម្លាក់សន្លឹកបៀយោធាដើម្បីបង្ខំឲ្យអ៊ីរ៉ង់អោនក្បាលចុះដែលការសម្រេចចិត្តនេះនឹងក្លាយទៅជាដាវអាញាសិទ្ធិកំណត់ជោគវាសនារបស់មនុស្សជាតិនៅក្នុងឆ្នាំ2026នេះបងប្អូនប្រិមត្តទេសនិកជនជាទីមេត្រីភាពបរាជ័យនៃកិច្ចចរចាម៉ារ៉ាតុន24ម៉ោងនៅក្នុងអ៊ីស្លាមាបាតមិនមែនគ្រាន់តែជាការបែកបាក់គ្នានៃការទូតធម្មតានោះទេប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឲ្យឃើញនៅអន្ទាក់នៃភាពមិនទុកចិត្តគ្នាដ៏ស៊ីជម្រៅមួយរវាងមហាអំណាចអាមេរិកនិងអ៊ីរ៉ង់ដែលបានឈានដល់ចំណុចទាល់ច្រកខណៈដែលលោកអនុប្រធានាធិបតី JD Vance បានចាក់ចេញទាំងបាតដៃទទេបន្ទាប់ពីការដាក់អវសានវិទ្យចុងក្រោយវាកំពុងតែបង្ហាញថាយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រនិងការដាក់សម្ពាធជាអតិបរមារបស់រដ្ឋបាលលោក Donald Trump មិនទាន់អាចបំបែកភាពរឹងត្អឹងរបស់ទីក្រុងតេហេរ៉ង់បានឡើយជាពិសេសនៅពេលដែលអ៊ីរ៉ង់យល់ឃើញថាការទាមទាររបស់អាមេរិកទៅលើសិទ្ធិនុយក្លេអ៊ែរនិងច្រកសមុទ្រអកមុខគឺជាការរំលោភទៅលើអធិបតេយ្យភាពជាតិរបស់ពួកគេភាពជាប់គាំងនេះបានក្លាយទៅជាកាតាលីករដ៏គ្រោះថ្នាក់បំផុតដែលធ្វើឲ្យបទជប់បាញ់បណ្ដោះអាសន្នស្ថិតនៅលើចុងដង្ហើមខណៈដែលយោធាអ៊ីស្រាអែលឆ្លៀតឱកាសដើម្បីប្រើប្រាស់យុទ្ធសាស្ត្រនេះបែបវាយប្រហារបង្ហូរឈាមនៅឯលីបង់ដើម្បីបង្កើនសម្ពាធលើតុចរចាដែលនេះគឺជាលបាយនយោបាយអន្តរជាតិដ៏គ្រោះថ្នាក់ដែលយកជីវិតជនស៊ីវិលធ្វើជាឈ្នន់សម្លឹងមើលទៅអនាគតដ៏ខ្លីខាងមុខនេះពិភពលោកអាចនឹងត្រូវប្រឈមមុខជាមួយនឹងយុគសម័យនៃសង្គ្រាមបិទផ្លូវទឹកប្រសិនបើលោកត្រាំសម្រេចចិត្តប្រើប្រាស់សន្លឹកបៀយោធាកងទ័ពជើងទឹកអាមេរិកដើម្បីឡោមព័ទ្ធអ៊ីរ៉ង់ជាចម្លើយឆ្លើយតបទៅនឹងការបិទច្រកសមុទ្រអកមុខទស្សនវិស័យនេះនឹងមិនត្រឹមតែរុញច្រានតម្លៃថាមពលសកលឲ្យហក់ឡើងដល់ចំណុចកំពូលដែលបង្កទៅជាវិបត្តិសេដ្ឋកិច្ចពិភពលោកនោះទេប៉ុន្តែវាក៏អាចអូសមហាអំណាចមជ្ឈមបូព៌ាដទៃទៀតឲ្យចូលនៅក្នុងភក់ជ្រាំនៃសង្គ្រាមដោយជៀសមិនរួចការដែលលោក Donald Trump ចែករំលែកសារអំពីការប្រើប្រាស់កម្លាំងបិទផ្លូវទឹកគឺជាសញ្ញាព្រមានថាអាមេរិកអាចនឹងបោះបង់ចោលផ្លូវការទូតដែលទន់ភ្លន់ហើយងាកមកប្រើប្រាស់កណ្ដាប់ដៃវិញដែលនេះនឹងធ្វើឲ្យតំបន់ទាំងមូលក្លាយទៅជាវាលពិឃាតថ្មីមួយខណៈដែលរុស្ស៊ីនិងចិនក៏អាចនឹងមិនឈរអបដៃមើលសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់ខ្លួនរងគ្រោះតែម្នាក់ឯងនោះដែរនៅក្នុងបរិបទនៃភាពមិនច្បាស់លាស់នេះជោគវាសនារបស់មជ្ឈមបូព៌ានាពេលឥឡូវនេះស្ថិតនៅលើការសម្រេចចិត្តយ៉ាងម៉ឺ
មើងម៉ាត់របស់សេតវិមាននិងការតស៊ូដល់ទីបំផុតរបស់ទីក្រុងតេហេរ៉ង់ប្រសិនបើកិច្ចព្រមព្រៀងមិនអាចកាត់ឡើងនៅថ្ងៃទី21ខែមេសាខាងមុខនេះទេនោះពិភពលោកទាំងមូលនឹងត្រូវមើលឃើញថាការផ្លាស់ប្ដូររបៀបវិរៈនយោបាយសកលយ៉ាងធំធេងដែលអាចឈានទៅដល់ការផ្លាស់ប្ដូរមេដឹកនាំឬក៏ការដួលរលំនៃប្រព័ន្ធសន្តិសុខអន្តរជាតិទាំងស្រុងសំណួរដ៏សំខាន់បំផុតដែលយើងគ្រប់គ្នាត្រូវតែតាមដានបន្តនោះថាតើលោកដូណាល់ត្រាំនឹងហ៊ានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបើកការវាយប្រហារបិទផ្លូវទឹកអ៊ីរ៉ង់ពិតប្រាកដដែរឬទេប្រសិនបើកិច្ចចរចាជុំបន្ទាប់នៅតែបរាជ័យហើយតើអ៊ីរ៉ង់មានអាវុធសម្ងាត់អ្វីខ្លះដើម្បីទប់ទល់ជាមួយនឹងមហាអំណាចអាមេរិកក្នុងករណីមានសង្គ្រាមផ្ទុះឡើងជាផ្លូវការយើងនឹងបន្តវិភាគលម្អិតអំពីយុទ្ធសាស្ត្រយោធាសម្ងាត់របស់ភាគីទាំងពីរនៅក្នុងវីដេអូពិសេសបន្ទាប់សូមកុំភ្លេចរងចាំតាមដានទស្សនាអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាពេញចិត្តវីដេអូនេះកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមម្នាក់មួយចង់បានព្រឹត្តិការណ៍ព័ត៌មាន update ជារៀងរាល់ថ្ងៃគ្រាន់តែចុចពាក្យ subscribe លើ channel ចង់ដឹងទេជាការស្រេចសូមជម្រាបលា